ជំរាបសួរបងចាថ្ងៃនេះពិសេសមែនតើដែលក្រុមការងារបានមកដល់ចំការបបងផ្ទាល់ទីនេះគឺជាតំបន់ទឹកឈូគេល្បីមែនតើគឺត្រេនឪខកពតទឹកឈូណាចាសម្រាប់ថ្ងៃនេះដែរចង់ឲ្យបងណែនាំខ្លួនតិចទៅថាយើងធ្វើមកជាប្រហែលឆ្នាំហើយបាទខ្ញុំឈ្មោះអីជឿវងហើយរងខ្ញុំនៅកពតទឹកឈូនេះបងគឺកពតទឹកឈូហើយរងយើងប្រកបជាកម្មគឺដាំត្រេនបងតែគាត់ថាយើងដាំពីតពីប៉ាអញ្ចឹងណាបាទបងនៅតំបន់នេះសម្រាប់ចកាបងផ្ទាល់យើងមានទំហំដីប៉ុន្មានហើយសម្រាប់ដើមត្រេនមានប្រហែលប៉ុន្មានដើមដែរបងបច្ចុប្បន្ននេះយើងដាំបន្តដល់ឥឡូវនេះប្រហែលជាបាន400ដើមជាងបងហើយវាត្រេនពីច្រើនយើងដាំច្រើនជាងគេគឺឪខកពតទឹកឈូយើងបងប្រហែលថងយើងដាំប្រហែលជា100ដើមជាងឯងបងប្អូនបងចំពោះទិន្នផលយ៉ាងណាដែរវាប្រហែលជាឆ្នាំនេះប្រហែលជាអាចនឹងវាស្មើដើមដោយសារតែពេញហ៎បងពេញវាឡើងថ្លៃបន្តិចហើយអញ្ចឹងទៅវាត្រេនដែលថាតែត្រេនវាឆ្នាំនេះវាសត់ទឹកវារៀងអត់សូវសម្បូរអញ្ចឹងទៅពេញក៏វាឡើងថ្លៃហើយចេះដូចសេដ្ឋកិច្ចយើងបច្ចុប្បន្ននេះបងឃើញចាក់ស្ដាយហ្នឹងពេលអញ្ចឹងទៅវាពេញវាចាប់ដើមវាឡើងថ្លៃមែនតែខុសគ្នាពាក់កណ្ដាលគ្នាចាដោយសារតែកត្តានៃការឡើងថ្លៃដូចជាការចំណាយរបស់យើងច្រើនជាពិសេសទៅលើប្រេងចំពោះតម្លៃនៃផ្លែត្រេនរបស់យើងថាតើយើងឡើងថ្លៃជាងឆ្នាំទៅដែរទេឬក៏យើងនៅតែលក់តម្លៃដូចឆ្នាំមុនដែរនិយាយទៅដូចរាល់ឆ្នាំហ្មងតម្លៃនៅដដែលបងទោះបើសិនជាថាវាអត់ច្រឡំតែចូលដល់ឥឡូវនេះគឺត្រេនរបស់យើងពេលច្រើនបើយើងបោះទៅឲ្យគេអញ្ចឹងតម្លៃវាបើសិនជាលេខ1ការ៉ាត់ A របស់គេអានឹងតម្លៃ20តម្លៃ1គីឡូ20000ណាហើយបើសិនជាតាមតម្លៃតាមនឹងទៀតវាទៅតាមនឹងអញ្ចឹងហ៎បងតាក់ទងជាមួយនឹងផ្លែរបស់យើងណាយើងមានតាមប្រភេទលេខ1លេខ2អីអញ្ចឹងទៅការលក់របស់យើងវានៅតាមប្រភេទលេខអញ្ចឹងយើងរើសវារបៀបម៉េចទំហំប៉ុណ្ណាប្រហែលគីឡូយើងចាត់ទុកជាប្រភេទលេខ1ប្រហែលគីឡូយើងចាត់ទុកជាលេខ2លេខ3អីពេលច្រើនបើត្រេនលេខ1ពេលច្រើននិយាយត្រេនលេខ1របស់យើងចែកបងនេះអានេះវាមូលគ្រប់កៅហើយចាប់ពី2គីឡូកន្លះទៅ3គីឡូកន្លះអាហ្នឹងលេខ1បាទចុះចំពោះទីផ្សាររបស់យើងវិញយើងលក់បាន2គីឡូជាងឡើងត្រូវអត់ចាអញ្ចឹងអាហ្នឹងតម្រូវការខ្លាំងឬក៏អាហ្នឹងតម្រូវការច្រើនអាហ្នឹងអូខមានម៉ាក់គេយកអត់ទេបងព្រោះនិយាយថាអូខរបស់យើងឆ្នាំនេះនិយាយថាមានម៉ាក់គេយកអត់ទេអាហ្នឹងចាសម្រាប់ត្រេននៅតំបន់កំពតទឹកឈូនេះហ្មងគេល្បីគឺឪខខ្ញុំចង់ដឹងថាអញ្ចឹងចំណុចពិសេសអីដែលឪខហ្នឹងជាត្រេនដែលប្រចាំខេត្តកំពតហើយវាមានរសជាតិឆ្ងាញ់ដែលគេថាទូទាំងប្រទេសខ្មែរយើងគឺដឹងថាឪខគឺចេញពីកំពតបាទបងបាទដោយសារតែឪខនេះវាទៅវាពណ៌សម្បុររបស់គេប៉ុន្តែគាត់ថាបើនៅចកាក្រុមក៏វាមានពណ៌រៀងខៀវតិចដែរបងប្អូនប៉ុន្តែបើថាមកនៅចកាម្ដុំរមណីយដ្ឋានទឹកឈូរបស់យើងនៅរៀងជំនាភ្នំវិញណានិយាយទៅពណ៌របស់វាពណ៌បែបនេះបងប្អូនពណ៌របស់វាគ្រាន់តែអ្នកដែលគាត់ចូលចិត្តញ៉ាំត្រេនគាត់ដឹងហ្មងថាត្រេនរបស់យើងគ្រាន់តែមើលពណ៌សម្បុរមើលទម្រង់ត្រេនគេដឹងថាត្រេនកំពតទឹកឈូរបស់យើងហ្មងចាយើងអាចបកបានហ្នឹងហើយបងចាអាចបកបានទៅជាមួយហើយសាច់របស់វាគឺល្មួតបងប្អូនចាំមើលចានេះជាមួយខ្ញុំបកហើយអានេះយើងឈូសដោយសារតែឈូសអញ្ចឹងវារៀងសាច់រៀងនោះតិចសាច់របស់វារៀងលឿងល្មួតណាល្អមែនតើនេះគឺមកវាអីវាទុំរៀងឈូសអញ្ចឹងអូយ៉ាជីជាប់តិចណាអូខេដៃតិចហ្នឹងហើយអូយ៉ាចាអូនេះចានេះត្រេនឪខទឹកឈូខេត្តកំពតដែលជាត្រេនល្បីប្រចាំខេត្តកំពតចាហើយសម្រាប់រសជាតិវិញបងប្អូនដែលធ្លាប់ទទួលទៀតដឹងហើយថាត្រេនឪខខេត្តកំពតទឹកឈូនេះយ៉ាងណាដែរចាគេមានរសជាតិផ្អែមល្មួតផ្អែមល្មួតនិយាយទៅរសជាតិរបស់វាផ្អែមល្មួតតែបើថាយើងຕົករៀងនោះតិចវារៀងបើអ្នកគេចូលចិត្តរៀងជ្រាយនេះប៉ុណ្ណឹងគឺមុំហ្មងចាអ្នកគេចូលចិត្តរបៀបបែបទន់smooth អូខេហ្នឹងហើយត្រូវតែសម្រាប់អ្នកខ្លះគាត់ចូលចិត្តបែបម៉ាន់ថងមានទឹកដោះគោកទីអីអញ្ចឹងទៅឈប់អញ្ចឹងណាបាទវាមានឈប់ប៉ុន្តែពេលខ្លះឪខាក់នេះក៏វាអាចនឹងបើសិនជាកាត់បន្ទុំវិញក៏វាបើយើងអ្នកគេចូលចិត្តរៀងឈប់ក៏យើងអាចវារៀងឈប់ដែរតែវាមិនសូវផ្អែមខ្លាំងអីបើថាបើទុកដល់វាអាឡេះចដងទុំហ្មងដូចចេះមិនគឺឆ្ងាញ់ហ្មងចាអានេះពណ៌គេនិយាយទៅបើយើងប្រៀបធៀបពណ៌សម្បុរយើងមើលបាទនេះប្រភេទម៉ាន់ថងនេះម៉ាន់ថងអានេះម៉ាន់ថងគឺសាច់ទឹកដោះគោចាសាច់ទឹកដោះគោអានេះឪខចាយើងមើលពណ៌ថាវាខុសគ្នារបៀបម៉េចអញ្ចឹងមិនគេសួរចំណាំមែនតែនត្រេនខាងកពតណាដោយសារអីវាមានពណ៌ដី
និយាយទៅវាអត់ច្រឡំជាមួយនឹងតរេននាំចូលក៏អត់ច្រឡំជាមួយនឹងតំបន់ផ្សេងបាទខេត្តគេក៏ក្នុងស្រុកដែរវាងាយស្រួលចំណាំសម្រាប់តរេនឪខាក់ហើយសម្រាប់ម៉ាន់ថងនឹងវាយូរទៅវារៀងពណ៌គេរៀងខៀវប៉ុន្តែនៅតំបន់នេះមិញបងប្រុសគាត់មានប្រសាសន៍ថាវាយូរទៅវាពណ៌សម្បុរនៃម៉ាន់ថងហ្នឹងវាចេញពណ៌ដីចលាសជាមួយនឹងឪខាក់ដែរបាទចាអានេះអាចជាកត្តារបស់អាកាសធាតុឬក៏ទឹកដីនៃតំបន់ហ្នឹងផ្ទាល់ហ្មងចាហើយសម្រាប់នេះផ្លែយើងអានេះវាឈឺតិចចាវាអានេះវាទុំដោយសារគេទុំដើមអញ្ចឹងយើងមើលឃើញរៀងទុនតែនៅតែឆ្ងាញ់រសជាតិនៅឆ្ងាញ់ទុំដើមអញ្ចឹងបាទឪខាក់និយាយទៅបញ្ជាក់ថាឪខាក់វិញឪខាក់របស់យើងកពតទឹកឈូគឺវានិយាយទៅវាដាច់តម្លៃពីគេហ្មងវាអត់ដូចគេទេគឺនិយាយទៅពណ៌សម្បុររបស់វាគឺប្រភេទពណ៌រៀងដីហ្មងបងណានិយាយទៅរៀងដីហើយសាច់របស់វារៀងលឿងហើយពេលដែលយើងញ៉ាំទៅវាល្មួតផ្អែមល្មួតរៀងជាប់កទោះបើសិនជាវារៀងទុំរៀងចូលតិចមែនក៏វារៀងផ្អែមល្វីងជាប់កដែរប្រភេទបើថាឪខាក់ពេលដែលយើងទុកយើងយូរបន្តិចវារៀងល្វីងតិចតែប៉ុណ្្នឹងឯងបងប្អូនហើយនិយាយចាប់ទៅឱកាសវាអត់ពិបាកមើលមែនតើបងប្អូនគ្រាន់តែងាកមកកលិចយើងដឹងថាកពតទឹកឈូឱកាសហ្មងនេះឱកាសរបស់យើងនេះតែប៉ុណ្្នឹងឯងបងប្អូនហើយបើចំពោះម៉ានថងវិញវាអាចនឹងមានព្រោះឱកាសម៉ានថងសាច់ទឹកដោះគោវារៀងពិបាកបែងចែកតិចបងប្អូនណាអញ្ចឹងអស់ពីនេះទៅពាក់ព័ន្ធជាមួយនឹងបច្ចេកទេសដោយសារតែភាគច្រើនយើងឃើញពួកខ្ញុំទៅតែតំបន់ដែលមានដីវាលដីរាបដូចជាខាងកំពង់ចាមអីអញ្ចឹងទៅគាត់ធ្វើចការនៅលើដីរាបភាគច្រើនតែដោយឡែកសម្រាប់យើងខាងកពតទឹកឈូនេះវិញយើងដាំនៅលើជំនាភ្នំបែបនេះថាតើវាមានបច្ចេកទេសយ៉ាងណាដែរហើយការថែទាំយ៉ាងម៉េចទៅបងនិយាយចាប់ទៅវាដីនិយាយថាដីធានាហើយអាដីដែលខ្ពស់លើភ្នំនេះវាពិបាកបន្តិចទេបងនិយាយទៅវាចំណាយកម្លាំងច្រើនជាងដីស្មើបើសិនជាយើងនិយាយថាវាពិបាកបន្តិចប៉ុន្តែដោយសារតែនិយាយចប់ទៅភ្នំនេះវាត្រូវចំណាយយើងធ្វើអំពែងផងហើយវាត្រូវធ្វើច្រើនចំណាយខ្លាំងតិចតែបើថាអ្នកដីស្មើគេស្រួលសំបីតែពេលខ្លះបាញ់ថ្នាំការពារស្លឹកក៏ដោយក៏យើងត្រូវចំណាយកម្មករ2នាក់ទៅ3នាក់ដែរទៅយើងបាញ់បើថាដីស្មើយើងចំណាយពេលខ្លះម្នាក់ឯង2នាក់បើថាធ្វើលក្ខណៈគ្រួសារវិញតែម្នាក់ឯងក៏អាចធ្វើបានដែរពាក់ព័ន្ធជាមួយនឹងការចំណាយរបស់យើងណាក្នុងមួយឆ្នាំតើយើងចំណាយទៅលើជីថ្នាំចំណាយទៅលើកម្លាំងពលកម្មចំណាយទៅលើប្រេងអីអញ្ចឹងណាយើងអាចចំណាយអស់ប៉ុន្មានដែរបងអាចស្មានបងចការរបស់ខ្ញុំប្រហែលជាមួយឆ្នាំបើទាំងចំណាយទាំងយើងជួលបងគាត់មកជួយធ្វើយើងផងថ្លៃជីថ្លៃទឹកថ្នាំនិយាយទៅប្រហែលជាយើង40លានមួយឆ្នាំចាបាទបើសិនឥឡូវយើងចាប់ផ្ដើមកាត់បន្ថយហើយយើងចាប់ផ្ដើមបំបែទៅជាប្រើជីសរីរាង្គវិញជីដោយខ្លួនឯងដូចជាប្រភេទជីអាចកាជាវជីត្រីដែលយើងយកពីសមុទ្រមកព្រោះនៅកពតយើងចិត្តសមុទ្រដែរអញ្ចឹងយើងអាចយកមកធ្វើជីដើម្បីបំពន់វាបានអញ្ចឹងយើងមិនចាំបាច់ទៅទិញជីពីប្រទេសគេឬក៏ជីបាវដែលប្រភេទមាន GNPK តែវាត្រូវតែមានប្រភេទត្រេនយើងត្រូវតែមានប្រភេទ GNPK ប៉ុន្តែគាត់ថាយើងកាត់បន្ថយពេលដែលយើងកាត់បន្ថយបានច្រើនតម្លៃរបស់យើងក៏វាចាប់ផ្ដើមធ្លាក់ចុះហើយយើងប្រមូលផលយើងបានចំណេញច្រើនចាចំណុចជីនឹងមួយដែរចង់សួរបងទៀតដោយសារអញ្ចឹងពីមុនយើងប្រើជីដែលយើងទិញពីគេហើយយើងក៏អត់ដឹងថាប្រភពជីហ្នឹងគេធ្វើយ៉ាងណាដែរគាត់តែយើងដឹងថាជីសម្រាប់ថែទាំក្នុងដំណាំត្រេនអីចឹងទៅប៉ុន្តែឥឡូវយើងអាចធ្វើជីខ្លួនឯងបានអញ្ចឹងយើងគិតថាពេលដែលយើងប្រើជីរបស់គេហើយយើងបែរជាមកប្រើជីរបស់ខ្លួនឯងដែលយើងផលិតខ្លួនឯងវិញទិន្នផលវាមិនដែរបងហើយរសជាតិសម្រាប់ផ្លែត្រេនគុណភាពត្រេនរបស់យើងសាច់ត្រេនរបស់យើងណាវាប្រែប្រួលដែរទេបើយើងងាកមកប្រើជីដូចជាជីធម្មជាតិរបស់យើងគឺត្រេនរបស់យើងគឺសាច់ឆ្ងាញ់ជាងប្រើជីប្រភេទបាវផងប្រភេទពួកពេទ្យ NPK ផងនិយាយទៅឆ្ងាញ់ច្រើនឆ្ងាញ់ជាងហើយពេលខ្លះម្ចាស់ចការខ្លះដូចជាពេលខ្លះក៏អត់យល់ដឹងប្រភេទ GNPK ពេលខ្លះវគ្គហ្នឹងគេត្រូវបាច់ជាជំនួយត្រួយទេគាត់ទៅដាក់ផ្លែទៅវាធ្វើឲ្យត្រេនសាច់ញ៉ាំអត់កើតក៏មានដែរអញ្ចឹងកតានៅពេលដែលចាស់ចការដូចគ្នាអញ្ចឹងណាហើយបើសិនជាជីប្រើយើងជីសរីរាង្គដូចជាជីកប៉ុសជីត្រីដែលយើងជីអាចជាយើងលាយដូចយើងដាក់យ៉ាងច្រើនក៏អត់មានបញ្ហាតែបើយើងប្រើប្រភេទជីគីមីយើងតែយើងដាក់ច្រើនគឺត្រេនអាចនឹងមានបញ្ហាតែមកដូចជាប្រព័ន្ធឬគឺ
មានបញ្ហាខ្លាំងមែនដោយសារប្រមូលផលយើងដាក់ជីខ្លាំងគឺងាប់មកប្រៃប្រភេទជីបោកគឺប្រៃ មិនដែរបងនៅពេលដែលយើងមានឃើញភ្ញៀវដូចជាអតិជនយើងនៅតែដូចឲ្យទៅដល់ខែតរៀនគឺគាត់រកយើងហ្មងយើងស្ដាយចិត្តអត់ ព្រោះគាត់ជឿជាក់លើយើងជឿជាក់លើយើងពេលខ្លះអញ្ចឹងយើងមានប្រមាណក៏គេយកអត់ហើយយើងអត់ពិបាកចិត្តហ្មងទេត្រេនឲ្យតែយើងធ្វើបានផល ចា៎ បាន